វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបបើកមុខងារ scan មុខនៅលើ Facebook ដើម្បីងាយស្រួលនៅពេលដែលយើងចង់បដូរទូរស័ព្ទអញ្ចឹងសម្រាប់អ្នកអត់ទាន់បានបើកមុខងារហ្នឹងទេបញ្ញាប់ចូលទៅបើកថ្ងៃហ្នឹងឲ្យទៅបាទវាងាយស្រួលមែនតើជាពិសេសនៅពេលដែលយើងចង់ដូរទូរស័ព្ទថ្មីយើងគ្រាន់តែ scan មុខចូល plug ហ្មងមិនចាំបាច់ត្រូវការ SIM មិនចាំបាច់ស្គាល់លេខសម្ងាត់ក៏យើងដាក់ចូលបានដែរហើយដើម្បីបើកមុខងារនេះគ្រាន់តែចូលមកកន្លែងសញ្ញាកងចក្រ setting នៅត្រង់កន្លែងហ្នឹងមកហើយចូលទៅកន្លែង Meta Account Center នៅត្រង់កន្លែងនេះមកដល់កន្លែងនេះបងប្អូនចូលទៅពាក្យ password and security បាទត្រង់កន្លែងនេះបន្តមកទៀតចូលទៅកាន់ពាក្យ verification selfie បាទត្រង់កន្លែងនេះចុចនៅលើឈ្មោះ account Facebook យើងនឹងមកហើយចុច next នៅខាងក្រោមពណ៌ខៀវនេះមួយទៀតមកអញ្ចឹងមកដល់កន្លែងនេះក្រុមហ៊ុន Facebook គេនឹងផ្ញើកូដ OTP 8ខ្ទង់ចូលទៅកាន់ Gmail សម្រាប់ account Facebook បងប្អូនដែលបង្កើតតាម Gmail គេផ្ញើចូលទៅ Gmail សម្រាប់ account បងប្អូនដែលបង្កើតជាមួយលេខទូរស័ព្ទគេផ្ញើចូលទៅលេខទូរស័ព្ទហើយបាទឥឡូវលេខកូដ8ខ្ទង់គេផ្ញើចូលមកកាន់ Gmail ខ្ញុំហើយខ្ញុំចូលទៅឆែក Gmail ខ្ញុំសិនអូខេឥឡូវលេខកូដយើងបានហើយយើងគ្រាន់តែធ្វើការ copy លេខនេះទៅបាទសកត់ឲ្យជាប់ហើយចុចយកពាក្យ copy យើងចូលមកខាងនេះវិញហើយយើង paste លេខហ្នឹងចូលនៅក្នុងប្រអប់នេះហើយចុច continue នៅខាងក្រោមពណ៌ខៀវនោះទៀតទៅចុចនៅលើពាក្យ start selfie នៅខាងក្រោមនេះមួយទៀតមកហើយយើងចាប់ផ្ដើមថតរូបរបស់យើងហើយការថតនេះដែរបងប្អូនត្រូវថតតែរូបអ្នកឯងទេអត់មានជាប់ជាមួយគេនៅពីក្រោយទេហ្នឹងហើយរកកន្លែងណាដែលមានពលឺភ្លឺច្បាស់គ្រប់គ្រាន់មកហើយដាក់ឲ្យគៀកមុខយើងបន្តិចមកណាហ្នឹងហើយបើយើងដាក់ឆ្ងាយពេកវាអត់ចាប់ទេស្រីមុខយើងឲ្យចំកន្លែងវងសត្រីដាច់ហ្នឹងហើយព្រួញនឹងបែរទៅណាយើងបែរទៅក្នុងបន្តិចទៅតាមព្រួញហ្នឹងទៅបាទព្រួញនឹងបែរឆ្វេងយើងងាកឆ្វេងព្រួញបែរស្ដាំយើងបែរស្ដាំព្រួញឡើងលើយើងបែរឡើងលើព្រួញចូលក្រោមយើងអោនចូលក្រោមតាមនឹងតិចទៅតាមព្រួញហ្នឹងទៅបាទតែប៉ុណ្ណឹងវាចាប់រូបយើងយកអូតូហើយសូមបញ្ជាក់ពេលថតមុខយើងនេះអត់មានចុចអីទេបងប្អូនណាបាទយើងគ្រាន់តែសេរីកាមេរ៉ាឲ្យចំមុខយើងងាកឆ្វេងងាកស្ដាំតាមព្រួញហ្នឹងទៅបាទវាចាប់រូបយើងយកអូតូហើយចេញគ្រីសពណ៌ខៀវអញ្ចឹងមានន័យថាជោគជ័យហើយបាទតែប៉ុណ្ណឹងហើយហើយមុខងារនេះល្អមែនទែនបងប្អូនបាទយើងគួរតែបើកប្រើទៅបាទវាសុវត្ថិភាពសម្រាប់ account យើងបាទទោះបីជាគេលួច Facebook យើងបាទគេលួចទូរស័ព្ទយើងទៅក៏ដោយគេស្គាល់លេខសម្ងាត់យើងក៏ដោយក៏ចូលប្រើបានដែរហើយកាន់តែពិសេសទៀតនេះយើងចង់ដូរទូរស័ព្ទអីស្រួលមែនទែនបាទគ្រាន់តែ scan មុខមិនបាច់វាយលេខសម្ងាត់ក៏ចូលដែរ